នេះគឺជាដុំជួយពង្រីកសេវា Wi-Fi ដែលជួយឲ្យបាញ់បានឆ្ងាយពី20ទៅ30ម៉ែត្រថ្ងៃនេះដែរខ្ញុំសូមមកណែនាំនិងបង្រៀនពីរបៀបប្រើប្រាស់នៃដុំ repeater នេះសម្រាប់បងដែលមានបញ្ហាជាមួយនឹង Wi-Fi ហើយ Wi-Fi បាញ់មិនបានឆ្ងាយអាចប្រើម៉ូដនេះបានម៉ូដនេះដែរវាមានល្បឿន2 4G និង 5G 1200 Mbps វាមានអង្តែន4ងាយស្រួលបត់បែនហើយនឹងមាន port LAN 2សម្រាប់បំបែកសេវាដោយប្រើខ្សែផងដែរឥឡូវយើងមកមើលពីរបៀបភ្ជាប់ទាំងអស់គ្នាដើម្បីភ្ជាប់ Wi-Fi បានយើងត្រូវចូលទៅចាប់ Wi-Fi ពីដុំនេះសិនបន្ទាប់មកយើងស្វែងរកឈ្មោះ Wi-Fi នៃដុំ repeater នេះហើយយើងនឹងឃើញលោតឈ្មោះ2វាមានឈ្មោះ 4G ហើយនិង 5G យើងអាចចុចទៅលើឈ្មោះមួយណាមួយក៏បានឥឡូវយើងធ្វើការចុចទៅលើឈ្មោះ Wi-Fi 5G បន្ទាប់មកវានឹងភ្ជាប់ឲ្យយើងអូតូដោយមិនទាមទារលេខកូដបន្ទាប់មកយើងចូលទៅជ្រុំដើម្បី VIP ចូលចំពោះ IP របស់វាគឺវាមាននៅលើបាតម៉ាស៊ីនស្រាប់ដែលវាមានលេខ 192.168.188.1 បន្ទាប់មកយើងធ្វើការរងចាំព្រោះវាកំពុងតែស្វែងរកឈ្មោះនៅ Wi-Fi ដែលយើងចង់ភ្ជាប់បន្ទាប់មកទៀតយើងធ្វើការចុចទៅលើឈ្មោះ Wi-Fi ដើមរបស់យើងដែលយើងចង់ភ្ជាប់ហើយវាលេខកូដដើមរបស់ Wi-Fi ចូលហើយយើងចុចពាក្យ next ធ្វើការចុចពាក្យ next បន្ទាប់ទៀតហើយបន្ទាប់មកទៀតយើងចុច start connect ហើយយើងត្រូវរងចាំវាបន្តិចនៅពេលដែលយើងភ្ជាប់ហើយវានឹងលោតភ្លើងចំនួន3នៅលើឧបករណ៍ឥឡូវយើងធ្វើការភ្ជាប់នៃដុំ repeater នេះហើយយើងនឹងឃើញមានលោតឈ្មោះ2មានពាក្យថា Pro 5G និង Pro 4G នៅខាងចុងយើងអាចចុចទៅលើឈ្មោះមួយណាមួយក៏បានបន្ទាប់ពីយើងភ្ជាប់រួចរាល់ហើយយើងអាចទៅធ្វើការតេស្តអ៊ីនធឺណិតបានហើយសម្រាប់ព័ត៌មានលម្អិតសូមតាក់ទងតាមលេខ Telegram តាំងពីខ្សែនៅខាងចុងវីដេអូ